តើអូខេយើងជួបគ្នាជាមួយនឹង width and height ណាគឺកម្ពស់ហើយនឹងកម្ពស់ហើយនឹងបណ្ដោយណាកម្ពស់ហើយនឹងបណ្ដោយអូខេឬក៏ទៅតឹងហើយនឹងបណ្ដោយយើងអាចប្រើពាក្យអញ្ចឹងក៏បានដែរប៉ុន្តែយើងប្រើកម្ពស់ចុះ width គឺwidth គឺបណ្ដោយហើយheight គឺកម្ពស់ណាអូខេមុននឹងធ្វើបានគឺខ្ញុំនឹងដាក់ div មួយចុះ div គឺមានន័យថាយើងចែកwebsite យើងតាមផ្នែកនីមួយៗអញ្ចឹងផ្នែកទី1ផ្នែកទី2ផ្នែកទី3ហ្នឹងយើងប្រើពាក្យថា div អញ្ចឹងផ្នែកទី1នេះខ្ញុំដាក់ h1 អញ្ចឹងខ្ញុំដាក់ h1 អ្នកអត់តន់អាចទៅមើលមេរៀនមុនបានព្រោះ h1 ហ្នឹងអីគេណាអូខេខ្ញុំដាក់ h1 ហើយអូខេ div នេះខ្ញុំដាក់ចេះទៅដើម្បីឲ្យស្រួលមើលណានេះខ្ញុំដាក់ចុះបន្ទាត់ចឹងណា div អូខេនេះខ្ញុំចុះបន្ទាត់ចេះទៅចឹង h1 នេះគឺខ្ញុំសរសេរថាឈុំសុធាទៅបាទបាច់ឧទាហរណ៍អីច្រើនទេបាទឧទាហរណ៍តែប៉ុណ្្នឹងបានណាកុំឲ្យពិបាកមើលណាអូខេខ្ញុំដាក់ឈុំសុធាចឹងទៅហើយបន្ទាប់មកនេះអានេះគឺខ្ញុំដាក់class name ខ្ញុំដាក់ថា di ចឹងទៅណាអូខេខ្ញុំដាក់ di អញ្ចឹងដាក់ class name ដើម្បីអីគឺដើម្បីហៅវាចូលទៅក្នុង style របស់ CSS ណាអូខេអញ្ចឹងយើងទៅមើលតើយើងសរសេរវាបែបម៉េចណាអូខេអញ្ចឹងតោះអានេះខ្ញុំ zoom ឲ្យតូចតិចទៅឃើញធំអញ្ចឹងដោយសារខ្ញុំ zoom ទេបាទមានវាធំអញ្ចឹងទេបាទឥឡូវខ្ញុំ zoom ដាក់ប្រហែលនេះ100%គឺប៉ុណ្ណឹងណាអូខេអញ្ចឹងខ្ញុំដាក់ប៉ុណ្ណឹងហើយបន្ទាប់មកយើងចូលទៅ CSS មកហើយអញ្ចឹងយើងហៅclass name វាមកគឺយើងចុចមួយមកហើយ di អញ្ចឹងទៅណាហើយអានេះយើងចុះតចេះមកឲ្យមើលស្រួលអញ្ចឹងដើម្បីឲ្យដឹងថាទំហំរបស់វាប៉ុណ្ណាយើងគួរតែដាក់background color ឲ្យវាដើម្បីយើងបានមើលឃើញណាមើលឃើញពីទំហំអូខេយើងដាក់ background color អូខេនេះ background color យើងចូលមកអញ្ចឹងអូខេ background color ខ្ញុំដាក់ពណ៌ blue ឬក៏យើងវាយក៏បានដែរតែបើយើងចុចអញ្ចឹងយើងមើលឃើញយើងដាក់ blue ហ្នឹងក៏បានខ្ញុំដាក់ឲ្យរាងសទៅកុំឲ្យ blue ខៀវពេកអូខេឬក៏ខ្ញុំដាក់ពណ៌នេះទៅណាប៉ុណ្្នឹងទៅមើលស្រួលវាអត់សូវឆ្អឹកភ្នែកណាអូខេអញ្ចឹងនេះ background color ប៉ុណ្្នឹងនឹងយើងដាក់ហ្នឹងដើម្បីយើងមើលឃើញពីទំហំនៃbackground ឬមើលឃើញពីទំហំនៃpart ហ្នឹងឬក៏ផ្នែកមួយហ្នឹងណា